បាទបងប្អូនណាខ្លះដែលប្រើទូរស័ព្ទហើយអត់មានkeyboard ខ្មែរហើយនៅទៅរកជាងមកបងប្អូនមើលវីដេអូនេះបងប្អូននឹងចេះដាក់ភាសាខ្មែរដល់ខ្លួនឯងអញ្ចឹងបងប្អូនចូលមកមើលកន្លែងនេះមកកន្លែង keyboard បងប្អូនមើលលើ keyboard នេះវាមានតែភាសាអង់គ្លេសទេវាអត់មានខ្មែរទេអញ្ចឹងបងប្អូនទៅធ្វើតាមខ្ញុំទាំងអស់គ្នាមើលឲ្យដល់ចប់បងប្អូននឹងចេះធ្វើបាទអញ្ចឹងទី1គឺបងប្អូនចូលមកកាន់ setting បងប្អូនមើលពាក្យថា general management បងប្អូនចុចលើវាមួយមកបាទទី2បងប្អូនមកមើលពាក្យថា keyboard list and default បាទចុចលើវាមួយអញ្ចឹងបងប្អូនមើលពាក្យខាងលើគេដែលគេដាក់ថា default keyboard ចុចលើវាមួយមកវានឹងចេញផ្ទាំងនេះមកអញ្ចឹងបងប្អូនគ្រាន់តែមើលនៅខាងស្ដាំដៃដែលមានសញ្ញាដូចរូបកូនសោនេះបងប្អូនចុចលើវាមួយមកបាទបន្តមកទៀតបងប្អូនមើលខាងលើគេបងអស់ដែលមានពាក្យថា language and Thai បាទចុចលើវាមួយបន្តមកទៀតបងប្អូនមើលទី2ដែលមានពាក្យថា manage input language បាទចុចលើវាមួយទៀតបន្ទាប់មកបងប្អូន scroll មើលភាសាខ្មែរអញ្ចឹងនេះខ្មែរមានខ្មែរ Unicode បាទអញ្ចឹងបងប្អូនគ្រាន់តែបើកវាមួយមកនេះបើកឲ្យវាចេញពណ៌ខៀវអញ្ចឹងនេះយើងបើកហើយបាទបងប្អូនថយមកវិញតាមទៀតបាទឥឡូវយើងទៅតេស្តនៅលើ keyboard ទៀតចាំមើលថាតើវាចេញខ្មែរអត់បាទអញ្ចឹងយើងដាក់ដៃបើយើងឲ្យចំកន្លែងក្រែលនេះមកបាទយើងលោវាយមើលនេះពីមុនគឺវាអត់មានកន្លែងផែនដីនេះរូបផែនដីនេះអញ្ចឹងកន្លែងផែនដីនេះហើយដែលយើងអាចបដូរភាសាបានអញ្ចឹងឥឡូវភាសាអង់គ្លេសអញ្ចឹងយើងចុចលើផែនដីមួយមកបាទនេះវានឹងចេញភាសាខ្មែរឲ្យយើងបាទអញ្ចឹងអត់មានអីពិបាកទេបងប្អូនក៏អាចធ្វើខ្លួនឯងបានបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយបើបងប្អូនគិតថាវាមានប្រយោជន៍បងប្អូនជួយ like ជួយ share ម្នាក់មួយផងបាទសូមអរគុណ